គ្រាន់តែពេញចិត្តតែមិនទាន់អាចស្រឡាញ់សូមបើកឱកាសពេលវេលាមួយចំនួនឲ្យគាត់ស្វែងយល់ពីគ្នាវាអត់ខុសអីពីយើងដាំផ្កាស្រោចទឹកដាក់ជីផ្កានឹងចេញផ្កាមកស្រស់ស្អាតពេញទៅដោយភាពស្រស់បំព្រងចឹងក្នុងហ្នឹងមានសំណួរមួយដែលគាត់បានសួរគាត់ថាបើសិនជាគាត់អត់ស្រឡាញ់បរិសម្នាក់ហ្នឹងចាតើគាត់គួរតែរៀបការតាមម្ដាយគាត់ឪពុកគាត់ដែរឬមួយក៏អត់តើគួរតែតាមម្ដាយឬតាមបេះដូងអញ្ចឹងសម្រាប់បទពិសោធន៍របស់ពួកយើងប្រកបណាស់គឺយើងចង់រស់នៅក៏ដូចជារៀបការជាមួយមនុស្សដែលយើងស្រឡាញ់ចាអានេះមានអីដែលចង់ចែកម្លែកទៅដល់រឿងរ៉ាវមួយហ្នឹងដល់តែយើងរស់នៅមួយមនុស្សយើងស្រឡាញ់យើងអត់តាមម៉ែទេចាមែនតើទៅបងអានេះថាបាត់ពិសោធន៍ផ្ទាល់ខ្លួនក៏បានឬក៏យើងគិតថាជាទូទៅគ្រប់គ្នាតែងតែចង់រស់នៅជាមួយដែលមនុស្សដែលខ្លួនឯងស្រឡាញ់បាទតែងតែប្រាថ្នាចង់បង្កើតគ្រួសារមួយដែលមានសុភមង្គលជាមួយនឹងមនុស្សដែលយើងស្រឡាញ់ចំណុចល្អឯគេខ្លះដែលយើងចង់រស់នៅជាមួយនឹងមនុស្សដែលយើងស្រឡាញ់ឬក៏បង្កើតគ្រួសាររួមគ្នាអញ្ចឹងបានន័យថាស្ដាប់ទៅមានពីររឿងចាអញ្ចឹងហេតុអីបានយើងត្រូវចាំបាច់រៀបការឬក៏សេចក្តីបំណងប្រាថ្នាចង់រៀបការជាមួយមនុស្សដែលយើងស្រឡាញ់ដោយសារតែយើងចង់បានភាពរួមគ្នារវាងដៃគូទាំងពីរនាក់ហ្នឹងបាទភាពរួមគ្នាមិនវិញទៅភាពរួមគ្នាទាំងការសម្រេចចិត្តរួមគ្នាយើងធម្មតាបងយើងមនុស្សដែលស្រឡាញ់គ្នាទៅអញ្ចឹងពេលដែលយើងធ្វើអីមួយយើងតែងតែរកគំនិតរួមគ្នាទោះបីជាចំណង់ចំណូលចិត្តយើងអត់ដូចគ្នាក៏យើងមានអាក្តីស្រឡាញ់មួយរួមដែលយើងសម្រេចចិត្តដើរឬក៏ជ្រើសរើសផ្លូវណាមួយដែលវាស៊ីសង្វាក់គ្នាបាទចាបានន័យថាមនុស្សស្រឡាញ់គឺជាមនុស្សយល់ចិត្តចាកាលណាយល់ចិត្តរឿងគ្រប់យ៉ាងមួយចំនួនអាចយើងបទូបថយដាក់គ្នាទៅវិញទៅមកខ្លះដែរហ្នឹងហើយចំណុចមួយទៀតបងប្អូនគឺយើងចង់បានអនាគតមួយរួមគ្នាដល់ពេលដែលយើងរៀបការជាមួយមនុស្សដែលយើងស្រឡាញ់ក៏ដូចជាពីរអ្នកខ្ញុំគឺយើងមានបំណងប្រាថ្នាគឺទៅថ្ងៃអនាគតយើងចង់ធ្វើអីទីមួយគឺយើងចង់មានកូនរួមគ្នាបានថាគឺជាអំណរសាទរពីទេវតាដែលផ្ដល់ប្រទានឲ្យកូនដ៏ស្រស់ស្អាតទៅតាមបំណងប្រាថ្នាដែលយើងចង់បានហើយទី2ហ្នឹងគឺវាមានក្តីសុបិនមួយដែលជាគោលដៅជីវិតក៏ដូចជាមកដល់ពេលវេលាមួយដែលយើងតែងតែគិតទាំងអស់គ្នាថាក្រោយពីយើងរៀបការហើយតើយើងគួរតែធ្វើការងារអីប្រកបមុខរបរអ្វីដើម្បីឲ្យមានភាពរីកចម្រើនទៅមុខក្នុងការគ្រប់គ្រងក៏ដូចជាបីបាច់ថែរក្សាក្រុមគ្រួសារយើងឲ្យល្អឲ្យមានន័យចា៎បន្ថែមលើសពីនឹងទៅទៀតគឺយើងតែងតែបំពេញក្តីសុបិនឲ្យគ្នាទៅវិញទៅមកព្រោះមនុស្សស្រឡាញ់គ្នាមនុស្សយល់ចិត្តភាគច្រើនបើទោះបីជាដំណើរជីវិតទៅរៀងជ្រេគ្នាបន្តិចឬមួយក៏ដើរទៅស្របគ្នាយ៉ាងហោចណាស់ក៏យើងមានភាពបន្ធូរបន្ថយនៅក្នុងហ្នឹងពេលដែលខាងស្រីគាត់មានចំណង់ចំណូលចិត្តបែបមួយបែបនេះខាងប្រុសមួយបែបនោះអញ្ចឹងការដែលយើងទាញគ្នាម្នាក់ 50% មកនៅចំណុចកណ្ដាលវាកាន់តែធ្វើឲ្យភាពល្អប្រសើររបស់យើងហ្នឹងវាកើតមានអញ្ចឹងហើយបានក្តីស្រឡាញ់ហ្នឹងគេហៅថាក្តីស្រឡាញ់ខ្លះវាបាំងមុខដែលធ្វើឲ្យយើងអាចបទូបថយម្នាក់ពាក់កណ្ដាលចា៎បាទបន្ថែមទៅលើចំណុចការដែលយើងចង់បានភាពរួមគ្នាហ្នឹងណាអញ្ចឹងនៅពេលដែលយើងមានភាពរួមគ្នាមួយហ្នឹងគឺរួមនឹងស្អីគេគឺក្តីស្រឡាញ់រួមគ្នាអញ្ចឹងអូនស្រឡាញ់បងស្រឡាញ់អូននៅពេលដែលមានកំហុសឆ្គងអីតិចតួចយើងតែងតែអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកហើយនៅពេលដែលយើងសប្បាយចិត្តគឺច្បាស់ណាយើងសប្បាយចិត្តរួមគ្នាព្រោះចិត្តតែមួយតាក់ទងជាមួយនឹងទំនួលខុសត្រូវធម្មតាយើងចង់ឲ្យមនុស្សដែលយើងស្រឡាញ់យើងគាត់សប្បាយចិត្តអញ្ចឹងអូនព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យគ្រួសារហើយនឹងមនុស្សដែលខ្លួនឯងស្រឡាញ់ហ្នឹងគាត់សប្បាយចិត្តមិនថាបំពេញតួនាទីការងារក្នុងផ្ទះឬក៏ការងាររកស៊ីអីផ្សេងដែល support គ្រួសារហ្នឹងគឺទៅដោយគេថាធ្វើដោយកម្លាំងកាយកម្លាំងចិត្តទៅ full ហ្មងណាបាទចាអាហ្នឹងគឺជាទំនួលខុសត្រូវចាដែលម្នាក់គឺមានទំនួលខុសត្រូវចុះបើសិនជាក្នុងករណីមួយដែលការមួយមនុស្សដែលយើងមិនស្រឡាញ់
ចឹងដូចជាសពថ្ងៃនេះបើយើងគិតពីរឿងរ៉ាវនៃយុវវ័យក៏ដូចជាការផ្សំផ្គុំនៅក្នុងការរៀបមង្គលការចាភាគច្រើនណាឥឡូវគឺតាមក្មេងៗតាមកូនចឹងកន្លែងចំណុចនេះរឿងល្អមួយដែរព្រោះចាស់គាត់មានការគិតមួយបែបថាយើងមិនមែនអ្នករស់នៅជាមួយគេទេជាអ្នករស់នៅជាមួយមនុស្សដែលគេស្រឡាញ់ចាចឹងកុំបង្ខំគេហ្នឹងហើយប៉ុន្តែមានមួយផ្នែកតូចដែលការចង់បានទៅតាមតម្រូវការរបស់ខ្លួនគាត់គឺតម្រូវការបែបចាស់ចឹងណាចាកន្លែងនេះខ្ញុំសូមឲ្យជាឪពុកម្ដាយជាអាណាព្យាបាលគឺត្រូវគិតឡើងវិញថាយើងគួរតែយកមតិ50-50ទៅបើសិនជាគាត់មិនពេញចិត្តគាត់មិនមានលក្ខខណ្ឌមួយដែលអាចរួមរស់ជាមួយនឹងមនុស្សម្នាក់ដែលគាត់គ្រាន់តែពេញចិត្តតែមិនទាន់អាចស្រឡាញ់សូមបើកឱកាសពេលវេលាមួយចំនួនឲ្យគាត់ស្វែងយល់ពីគ្នាថាតើគាត់អាចរស់នៅជាមួយគ្នាបានអត់ថាតើគាត់អាចបន្តអនាគតទៅមុខជាមួយគ្នាបានអត់ព្រោះមែនតើកាលណាតែយើងបង្ខិតបង្ខំរឿងអកុសលវានឹងកើតមានរឿងមិនល្អវានឹងកើតមាននៅក្នុងជីវិតមិនថាកូនស្រីឬកូនប្រុសឯងអាចនឹងកើតមានអាចជាពេលខ្លះទៅគាត់ទៅជាមានវិបត្តិផ្លូវចិត្តចាត្រូវពេលខ្លះទៅគាត់អាចប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ជីវិតដោយសារអីគាត់ថាគាត់អស់សង្ឃឹមអីជីវិតនេះគឺគាត់រស់នៅជាមួយអ្វីដែលគាត់ពេញចិត្តចុះបើគាត់អត់ពេញចិត្តអញ្ចឹងប្រកាសជាគាត់អាចនឹងគិតខ្លីឬចង់ធ្វើអីមួយដែលប្រឆាចពីការពិតដែលធ្វើឲ្យគាត់នឹងគិតក្នុងកំណត់ខ្លួនគាត់ថាជីវិតគាត់ពេលនេះឥឡូវគឺសូន្យហ្មងអត់មានន័យសូន្យអញ្ចឹងបងប្អូនសម្រាប់ជីវិតដែលពាក្យថាសូន្យមួយម៉ាត់ណាយើងអត់អាចយកមកប្រើបានទេយើងគួរតែគិតចំណុចមកវិញថាពាក្យថាសូន្យគឺស្មើនឹងចប់ជីវិតគឺបើទោះបីជាដើរទៅមុខត្រូវឡានបុកឬមួយក៏ដើរទៅមុខត្រូវគ្រោះថ្នាក់ឬក៏អាចនិយាយបានថាលែងចង់ធ្វើអីគ្រប់យ៉ាងហ្មងចានិយាយទៅក៏អត់មានសង្ឃឹមព្រោះដោយសារតែអត់មានកម្លាំងចិត្តហើយមិនដឹងថាបន្តដើម្បីអីព្រោះវាដូចថាអត់មានក្តីសុខប៉ុន្តែចង់ទាញកន្លែងចំណុចហ្នឹងមិនបន្តិចព្រោះអត់ចង់ឲ្យយើងទាំងអស់គ្នាយើងដាក់បន្ទុកទៅលើចាស់ទុំឬក៏ឪពុកម្ដាយទេព្រោះធម្មតាពេលដែលយើងខ្លាចជាម៉ាក់ប៉ាគេយើងដឹងហើយយើងចង់បានកូនដែលគាត់មានអនាគតល្អយើងសម័យឃើញផ្លូវមួយហ្នឹងយើងគិតថាល្អយើងតែចង់ឲ្យគាត់ទៅហើយបាទអញ្ចឹងដូចបងនិយាយមុនហ្នឹងគឺយើងជំរើសដែលល្អបំផុតគួរតែ50-50យើងពិភាក្សាគ្នាម៉ាក់ប៉ាឃើញថាផ្លូវនឹងល្អកូនមើលទៅកូនល្អកូនពេញចិត្តចាំយើងទៅបាទក៏ប៉ុន្តែបើសិនជាកូនថាម៉ាក់អើយផ្លូវនោះកូនពេញចិត្តកូនចង់ដើរហើយកូនមើលឃើញថាល្អទៀតអញ្ចឹងយើងម៉ាក់ប៉ាយើងត្រូវបើកចិត្តស្ដាប់កូនវិញដែរចាបើកចិត្តម្នាក់មកខាងវេទិកាតុកមូតុកជ្រុងតុកវែងក៏ដោយគឺត្រូវធ្វើព្រោះអនាគតគឺគ្រួសារចាអនាគតគឺកូនព្រោះមែនតើណាបងមិនថាយើងជ្រើសរើសដៃគូដោយចិត្តខ្លួនឯងឬក៏ដោយឪពុកម្ដាយគាត់រៀបចំឲ្យទេគឺសុទ្ធតែជួបសម្ពាធបញ្ហាឧបសគ្គរឿងហៅជាច្រើនដែលយើងត្រូវដោះស្រាយក្នុងនាមជាយើងជាមេគ្រួសារទាំងពីរអ្នកហ្នឹងវាទាមទារឲ្យយើងសម្រេចចិត្តច្បាស់មុននឹងយើងចាប់ដៃអ្នកណាម្នាក់ដើរផ្លូវហ្នឹងរួមគ្នាចាចំណេញនៅពេលដែលយើងជ្រើសរើសមនុស្សដែលយើងស្រឡាញ់គឺយើងដោះស្រាយបញ្ហាទាំងអស់ហ្នឹងដោយថាដោយបេះដូងកក់ក្ដៅដោយមានក្តីសុខនៅក្នុងខ្លួនអញ្ចឹងវាដូចជាអត់សូវហត់បាទអត់សូវហត់ធំត្រូវរឿងដែលយើងត្រូវធ្វើគឺ50-50ហើយពិភាក្សាគ្នាបងប្អូនត្រូវតែរៀបការជាមួយមនុស្សដែលយើងពេញចិត្តមនុស្សដែលយើងស្រឡាញ់ពេលខ្លះគាត់អត់ទាន់មានស្នេហាទេប៉ុន្តែជាការណែនាំទៅគាត់ពេញចិត្តអញ្ចឹងគាត់អាចការជាមួយបានស្រឡាញ់មនុស្សម្នាក់នេះហើយស្របពេលដែលគ្រួសារពេញចិត្តទៀតអូអាហ្នឹងវាជារឿងល្អមែនទែន perfect យើងបានន័យថាទាំងគ្រួសារសងខាងទាំងបុគ្គលផ្ទាល់គឺគាត់ពេញចិត្តគ្នាទៅវិញទៅមកបង្គោលការនោះគឺពោពេញទៅដោយភាពសប្បាយរីករាយវាអត់ខុសអីពីយើងដាំផ្កាស្រោចទឹកដាក់ជីផ្កានឹងចេញផ្កាមកស្រស់ស្អាតពេញទៅដោយភាពស្រស់បំព្រងចឹងទៅអញ្ចឹងវីដេអូមួយនេះខ្ញុំមានប្រព័ន្ធនេះសម្រាប់ក្នុងការចែករំលែកបងប្អូនទាំងអស់គ្នាអ្នកទាំងអស់គ្នាដើម្បីឲ្យយើងគិតឡើងវិញថា50-50វាជារឿងល្អហើយបើសិនជាយើងរៀបការជាមួយមនុស្សដែលយើងស្រឡាញ់គឺជីវិតថ្ងៃមុខគឺយើងនឹងងាយជោគជ័យជាងមនុស្សដែលយើងមិនយល់ចិត្តចាអរគុណច្រើន